ពុកម៉ែបងប្អូនបាទហើយទៅពេលនេះរដូវចាប់ផ្ដើមក្តៅហើយចូលខែ3ហើយមេឃចាប់ផ្ដើមក្តៅផ្កាក៏ចាប់ផ្ដើមក្រៀមដែរមិនដោយសារតែមេឃលក្ខណៈត្រជាក់យូរក្តៅភ្លាមទៅពេលយប់ត្រជាក់ថ្ងៃក្តៅអញ្ចឹងវាក្រៀមច្រើនបងប្អូននេះដោយសារតែបញ្ហាផ្សិតរោគផ្សិតហើយយើងបាញ់ថ្នាំមកសូវទាន់អាហ្នឹងបើសិនបាញ់ថ្នាំទាន់វិញបងប្អូនវាគួរសមផ្លែបាក់មេឃអស់នេះយើងនិយាយថាយើងបាញ់ថ្នាំអត់ចង់ទាន់ទេដោយសារតែអាហ្នឹងបងប្អូនប្រាប់ហើយខ្ញុំនេះដើរទល់នេះទុំមកហើយញ៉ាវាemថតវាមុននេះមិនប្រកាសថាផ្លែច្រើនទេនេះប៉ុន្តែតបានតែប៉ុណ្ណេះអេម្នេះតែខ្ញុំនៅតែថាប៉ុណ្ណឹងស្ទើរផងពួកអីដោយសារតែខ្ញុំប្រើថ្នាំផ្សិតនេះអត់ទាន់គណៈអត់ទាន់វាក្រៀមនេះបាទហើយថ្នាំពុលក៏ខ្ញុំប្រើអត់គ្រប់គ្រាន់ដែរក៏សិតសមាវៃលុកដែរការនេះសមាវៃលុកបាទហើយកន្លែងនេះយើងរើសបាន 2-3 ដងហើយឥឡូវជ្រុះទៀតហើយយើងកំពុងរើសទៀតដើររើសផងទៅដើររើសផងដើរបេះផងដើម្បីឲ្យបានតាន់ទីផ្សារបាទបាន50ជាងហើយនេះអញ្ចឹងទៅយើងដើររើសផងដើរបេះផងតម្លាក់ទៅបាទបាទបងប្អូនតើការបច្ចេកទេសឬអាជីអីអាចតាក់ទងមកខ្ញុំបានខ្ញុំក៏មានលក់ជីដែរហើយแล้วก็ខែក្តៅចាប់ផ្ដើមក្រៀមទៀតបងប្អូនមិនចេះលាយជីមិនស្រួលបួលបាញ់ខុសទៅបន្តិចក្រៀមផ្កាអស់បាទក្រៀមផ្កាអស់អញ្ចឹងទៅយើងទៅចេះលាយបានមកចត់បាទបន្តិចនេះយើងផ្លែអញ្ចឹងផ្លែពុនបែបអញ្ចឹងយើងរើសបានយើងរើស3 ដងហើយចន្ទទីថាជាបាន 80-90% ដែរវាមិនគាំងមិនអស់ទេវាគាំងនៅដើមនេះអញ្ចឹងវាបានផ្លែសាហាវយើងដែរគួរសមវាមិនគាំងផ្លែចេះបើតាមគេអ្នកខ្លះគេថាមិនគាំងណាផ្លែចេះតែខ្ញុំចេះថាគាំងដែរវាតិចយូរអត់ចង់ចេញអញ្ចឹងតិចយូរវាចង់ចេញវាមកដុំនេះហើយក៏មុនក្តឹបច្រើនហ្នឹងទៅពេលទៅវាប៉ះទឹកអង្សើមអីចឹងក៏ជ្រុះអស់ទៅវានេះសខ្លះនេះសបាន 4-5 ដែរបាទនេះមកក្តឹបច្រើនណាស់តានេះនេះសិតក្តឹបពប៉ាយទៅពេលទុំផ្លែវាទៅដាក់សាច់ទៅដាក់គ្រាប់ដាក់សាច់ទៅផ្លែបាក់មេឃទុនមេឃបាទហើយក្តឹបជើងនេះសវាគួរសមដែរហ្នឹងពី4 6 7ស6 7 7ហើយក្តឹបបាទហើយផ្លែនេះវាទទួលយកបានទេបងប្អូនអីទេហើយខ្ញុំនៅបាញ់ថ្នាំទៀតនៅវគ្គក្រោយចេញច្រើននេះនៅវគ្គក្រោយចេញច្រើននេះវាមិនក្រៀមអស់ទេបងប្អូនព្រោះនៅផ្កាខ្លះឃើញនៅមានផ្កាញីផ្កាអីច្រើនដែរអញ្ចឹងទៅវានៅចេញទៀតវាមិនអត់ទេបងប្អូនហើយនេះខ្ញុំទុំលើនេះផ្លែសោចនេះទៅវាបានថាជា 80-90% យកផ្លែរហូតទៅទឹកក្តឹបនេះមានតូចមានធំបាទយើង share like តែមកកន្លះមកដើមនឹងដើរមើលទៅហើយនេះដើរមើលអត់ទៅវិញខ្ញុំដើរបេះខ្ញុំអត់សុខកន្លាយបន្តិចទៅមកឆ្កោមនៅសល់ 4-5 ដែរបាទហើយបេះអស់ហើយយើងបាញ់ទៀតយើងបាញ់ជីរហូតបាទចកាគេនៅជាប់ខ្ញុំនេះបាញ់ដោយជីទៅក៏មានក្តឹបបាន1-2នេះជាប់ព្រំនេះបាទហើយចំហាយរបស់ខ្ញុំទៅក៏ប៉ះទៅពីម្សិលគេដើររើសអានេះប្រហែល2ហាត់នេះដើររើសបាន10 គីឡូបើយើងរើសម្ដងវាខ្ទង់ 60-70 គីឡូដែរបាទដោយសារតែចន្ទទីមកចំហៀងនេះវាដីតែមួយហាត់ទេបាទចំហៀងតែមួយហាត់ទេបាទអញ្ចឹងវាការក្តឹបចឹងការបិទខ្ញុំបេះតម្លាក់ម្ដងហើយនេះ
មានអសមានក្រៀមដែរមិនអត់មានអសអាចតែគ្រាប់ចិត្តអីហ្នឹងវាខ្មៅតិចទេប៉ុន្តែទីផ្សារយើងនៅគេអត់មានតន់តម្លាក់តម្លៃទេបាទហើយខាងលើនោះទុំបាទអញ្ចឹងអត់មានន័យត្រូវតម្លាក់តម្លៃទេពីស្អាតគ្រាប់យើងវាធំដែរដូចវាខ្មៅមែនតែគ្រាប់វាធំដែរវាអត់បញ្ហាទេបាទដីនេះទី1សម្មើទី2ផ្សិតឥឡូវខ្ញុំពងបុកឆ្នាំសម្មើឆ្នាំផ្សិតអត់ហើយនឹងឆ្នាំផ្សិតដើម្បីការពារក្នុងដីនេះដីក្តៅហ្នឹងការពារព្រោះអីដៅនេះបើសិនតែមានធ្លាក់ភ្លៀងមកក៏វាផ្សិតដុះមកខ្លាំងដែរបាទផ្សិតដុះមកខ្លាំងដែរបងប្អូនអញ្ចឹងទៅយើងត្រូវការពារបើការពារយើងបានរបស់លក់វិញដែរព្រោះយើងបាញ់ថ្នាំអស់ច្រើនហើយអញ្ចឹងវាតរួចថ្លៃថ្នាំទេតែគ្រាន់ថាមកកន្លែងនេះសង្ឃឹមថានឹងរួចថ្លៃថ្នាំហើយនឹងចំណេញខ្ញុំគិតថាមកកន្លែងនេះក៏រួចថ្លៃថ្នាំហើយនឹងចំណេញដែរនៅមកកន្លែងទៀតខ្ញុំអត់គិតថាមកកន្លែងនេះទេកន្លែងនេះរួចទាំងអស់រួចថ្លៃថ្នាំនឹងចំណេញដីមហាត់នេះហើយនៅមកកន្លែងទៀតខ្ញុំអត់តន់ដឹងថាយ៉ាងម៉េចយ៉ាងម៉ាទេមកកន្លែងទៀតវាកំពុងតែបាញ់បញ្ចេញក្តឹបវាចេញយឺតជាងនេះតិចបាទប៉ុន្តែមកកន្លែងទៀតក៏យើងបានលក់តិចដែរបាទបានតក់ដែរបានគ្រាន់ទប់ផ្លែជីដែរបាទហើយតាមនេះដូចតាមនេះជាក់ស្ដែងយើងមើលទៅយើងខ្លាយយើងបេះបាន2 3ដងហើយណាក់ទុនមេដំបងទៅទៅពេលនិសបាន3គ្រាប់4គ្រាប់អញ្ចឹងទៅបាទទេតែយើងបេះអស់ទៀតអស់បេះអស់វារបស់គេថានោះគេអស់សង្ឃឹមហើយរបស់ខ្ញុំមិនអស់សង្ឃឹមទេព្រោះរបស់ខ្ញុំវាចេញក្តឹបចេញផ្កាចេញផ្លែវារើសបានវាសមហើយអញ្ចឹងយើងមិនជាមិនបញ្ហាទេគឺតែកាសតិចអញ្ចឹងអត់ជាបញ្ហាសម្រាប់ខ្ញុំទេបាទសំខាន់យើងលាជាត្រូវហើយបាញ់ឲ្យតន់បាទបាញ់ឲ្យតន់ពេលវេលាហើយលាជាឲ្យត្រូវបាទហើយយើងមើលសំបីផ្កាខ្ជាបនេះបើវានៅមានចេញក្តឹបបងប្អូនមិនខ្ញុំចេះតែនិយាយណានេះ2 4 6នៅ7គ្រាប់នេះអាទូចនេះមានស្វិត1គ្រាប់2គ្រាប់ទេ7 8ទេនេះឃើញមើលវានៅទុយអញ្ចឹងវានៅចេញទៀតអញ្ចឹងយើងនៅតែបាញ់បានទៀតដាក់ថ្នាំផ្សិតថ្នាំពុលទៀតថ្នាំជំនួយទៀតនៅតែបានលឿនទៀតមានបញ្ហាតែគេនៅតែបានវគ្គក្រោយទៀតហើយឥឡូវយើងចូលខែ3ហើយចូលពាក់កណ្ដាលខែ3ចិត្តពាក់កណ្ដាលខែ3ហើយថាប្រហែលថ្ងៃទៀតពាក់កណ្ដាលខែ3ហើយអញ្ចឹងអត់មានអីច្រើនបងប្អូនមានតែប៉ុណ្្នឹងព្រោះខ្ញុំប្រញាប់ដើរនេះដើរវាយចន្ទីវាយទុំតលាក់យើងមិនវាយខ្លាំងទេយើងវាយថ្នមទេកាលណាយើងវាយថ្នមអញ្ចឹងវាល្អជាងយើងអត់វាយព្រោះអីកាលណាយើងវាយអញ្ចឹងយើងមិនវាយខ្លាំងទេយើងយកប៉ះតន្តិចដើម្បីឲ្យអាសកៃនេះបងខ្ញុំប្រាប់អាសកៃនេះធ្លាក់ចេះមកធ្លាក់នេះឃើញធ្លាក់អញ្ចឹងដើម្បីឲ្យវាឆ្លាស់របស់យើងផងកុំឲ្យឡើងក្រៀមឡើងផ្សិតនឹងវាយតិចអញ្ចឹងវាធ្លាក់អញ្ចឹងទៅវាឡើងល្អរបស់យើងវិញទេបាទអញ្ចឹងយើងបាញ់ជីទៅវាឆាប់ចូលអញ្ចឹងវាវាយអញ្ចឹងយើងដើរវាយតិចទៅអីទេនេះណាតែពួកយើងវាយមិញអញ្ចឹងបានបងប្អូនមានលៀកអស់នេះមើលដើរវាយហើយគូតិចទេគូមេឃវាទៅហើយដើម្បីឲ្យឈូអាគៀមអស់យើងបាញ់ថ្នាំទៅវាចូលស្រួលបាទអញ្ចឹងកតាហ្នឹងសំខាន់ណាស់បងតែយើងបាញ់ជួនកាលបាញ់ថ្នាំអត់ចូលក៏យើងវាយយើងបាញ់ថ្នាំអត់ចូលអញ្ចឹងមានតែប៉ុណ្្នឹងបងប្អូនហើយយើងមានជីសម្រាប់លក់បញ្ហាផ្កាគាំងក្តឹបគាំងអីយើងអាចបាញ់បានបញ្ចេញបានបាទអញ្ចឹងជម្រាបលាអស់គ្នាបងប្អូន